đó mà ní mà ôm mình nhá giờ mà ôm mình món này con rây thế nè ngay mẹ ôm nên con rây tê mình chỉ ngồi bắt quạt đài nèสุดท้ายบางคนเหรอคนนี้งานนี้ยืมมาดาวทิพย์ซะ bố đại kia không dạo lử ได้ใหญ่โอนเหรอเกล็ดเมื่อเหมือนสตาร์เราบอกทอมมาเจ็ดล้อเฉินเหมือนเต้น bà ช่างยืงดาวมือซาต่างคนนี้นะ bà ซานี่บางตั้งปีหลังจากมองบุญมองใบเมียนอาหารเมียนปลายเมียนไอจุดจาน bà ยังไงเมียนปวดเงาตลงแต่เบะมาปีบองปอนยังแต่เดิมไปเตะแกะสกอร์บองปอนยังบ้างไหนให้ได้บางไงโจจัดเจจูหนึ่ง chú ai mà จูไอ ไม่ได้รสจิตใช่ไงพี่ชูคลั่งกับបងអត់ thế nên chú à tôi can là chủแต่ผมจะตู้จิมแต่เรื่องนี้มันอ่ะเขาcái hai cái miền school cái ấy nó này hai thằng còn món cái này cái អូ sọ ធ្លាប់ cái ពីស្លឺក្នុងចម្រៀងចេញតែមិនដឹងថាវាមិនគ្រប់ចិត្ត ជ្រក់ស្បៃជ្រក់ថៃថៃមែននេះជួទៅសអធ្វើខ្លួនឯងមែនបងអូបាទ lúc mới đây từ lúc mua giờ អូខេបងអូខេ bây giờ បងប្អូននេះគឺជាជ័យជូដែលបងផលគាត់ឲ្យយើងភ្លក់តើដឹងឆ្ងាញ់យ៉ាងណាសាកល្មើសិនបាទបាទអរគុណសាកភ្លក់សិន ជួយអែមមែនតើបងឆ្ងាញ់ ជ័យជូមានរសជាតិជូរអែមយ៉ាងប្លែកពីជ័យដតីអត់ដែរញ៉ាំទេលើកទី1នៃជីវិតតែម្ដង ដោយថាអ្នកដែលអត់សូវចេះញ៉ាំអាផ្អែមខ្លាំងពេកអីចឹង បាទចឹងពេលខ្លះអឺចង់និយាយថាភាពខុសប្លែកមែនប្រកបថាខុសជារឿងអាក្រក់ឯងមិនហ្នឹងណោះ បាទ រសជាតិគាត់ត្រូវបានចាប់អារម្មណ៍ដោយភាពជូរ ភាពជូរនេះរបស់វាគឺមានជាតិជូរនៅក្នុងហ្នឹងហើយវាផ្អែមវាប្រកាសជាដូចគេមែនទេ បាទហ្នឹងហើយចេញនារីដែលឈ្នះក៏មិនប្រកាសថាស្អប់គួរឲ្យស្អប់ដែរបាទហ្នឹងហើយពេលដែលគាត់ឈ្នះចឹងមកគាត់ក្រហមចឹងទៅហើគួរឲ្យស្រឡាញ់ហ្នឹងហើយតែយើងដូចជាវ័យជ្រេអស់ហើយណាពួកយើងទាំងអស់គ្នាតោះយើងទៅដើមមើលបន្លែថែមទៀតអីដាក់នឹងសិន តោះ បាទអូនអានេះស្រួល ពួកកន្លែងនេះតែកន្លែងគេលក់ត្រី ដំនឹងមកចូលចិត្តអានេះហ៎ អីគេ ពងខ្វង បាទ ទៅដែរញ៉ាំអត់ ញ៉ាំ តែញ៉ាំអត់ឆ្ងាញ់ណាស់ពងខ្វងនេះជួបហើយនៅបងគាត់អត់តាមស្រស់ហ៎ហើយបើសិនតែយកទៅធ្វើមិនទៅអូខេអាហ្នឹងខ្ញុំហើយខ្ញុំមកចេះធ្វើខ្ញុំចេះតែញ៉ាំហើយហ្នឹងឆ្ងាញ់ណាស់ពេលដាក់មួយស្រេច អូខ្ញុំធ្លាប់លឺ បាទ សារចំបក់ធំគេលក់តែពេលល្ងាចមែនអ៊ំ ចា អាហ្នឹងហ្មងបងមិនថងនឹង3000តែមានតែគេធ្វើបើអត់មានចេះធ្វើប៉ុណ្ណឹង បងចេះធ្វើម្ហូប បងចេះអាហ្នឹងឯងខ្ញុំចង់ញ៉ាំអាហ្នឹងហ៎បង ចង់ញ៉ាំញោមមិនចង់ញ៉ាំអី អត់ឯងញ៉ាំគ្រាប់ស្រស់ទៅទេដាក់សណ្តែកដីដាក់អីហ៎គេ យកតែមួយ យើ គេស្លអីគេបង ស្លមកជូរទៅ មកជូរ ដាក់បើតែដាក់លោមក មើលកន្លែងបន្លែបន្តិចហ៎ អូនៅតំណងណាទៅដល់មកអមនេះមកអមនេះកងរៃហ៎អីគេ រោមហៅអីគេមីហៅរោមអីល្អមី អញ្ចឹងហ៎អូអានេះមកអមបោះអ្នកមីងតែម្ដងដល់មកនេះមកអមមីងណាយើមកអមមីង មិនមែនបងនេះកងរៃទេ ហ្នឹងហើយមិនមែនបងអមនេះកងរៃទេមីងឈ្ងុយរបស់គាត់ដែរហ្នឹងណា អូយជាស្រ័យផងចិត្តសក់មកពូ ai hốt thì mà បងមីងតែងគេណាយស្មាតសក់របស់ពូ បងមីង សួស្តីបងប្អូនទាំងអស់គ្នានេះបានមកដល់ផ្សារហើយក៏កលេចឃើញថានៅតំបន់ជនបទមានបន្លែស្រស់ៗមែនទែនក្នុងនឹងមានតឡាចមានតសក់មានទ្របមានមកអមសិតតែបេះចេញពីផ្ទះរបស់អ្នកស្រុកតែម្ដងវាអត់ច្រើនមែនប៉ុន្តែមានអារម្មណ៍ថាវាធម្មជាតិវាមើលទៅរសជាតិឆ្ងាញ់តែម្ដងហើយយើងមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលដែលយើងហូបបន្លែទាំងអស់ហ្នឹងដែលជាបន្លែពោពេញដោយជីវជាតិមែនទែនទៅស្រុកខ្មែរយើងពោពេញទៅដោយ
បន្លែធម្មជាតិល្អដែលមានជីវជាតិច្រើនយើងមិនបាច់ត្រូវណាទេចុះអាក្តាប់នេះអីគេក្តាប់ទ្រាប់ដែរមែនបងបាទដាក់ត្រពងចាបនេះត្រពងចាបបងប្អូនទាំងអស់គ្នាខ្ញុំមិនដែរស្គាល់ទេហើយវាស្រួយផ្អែមអ្នកលក់ថាតែផ្អែមឬក៏ស្រួយខ្ញុំអត់ដឹងទេណាអាហ្នឹងត្រពពុតញងបាទបន្លែទាំងអស់ហ្នឹងសិតនៅដាំនៅយើងទាំងអស់ហ្មងអ៊ំណាអូពិតជាល្អមែនចាហ្នឹងអីគេស្លឹកជ្រេះខ្ញុំអត់ស្គាល់ទេត្រួយជ្រេះនិយាយធំបើសិនជានៅផ្ទះខ្ញុំទិញយកដាក់ទូទឹកកកទាំងអស់នេះហេតែបងថ្នោតទៀតបាទបាទនោះលហងដែរអុយមិននិយាយឃើញបន្លែតំណងមនុស្សឃ្លានបន្លែហើយតម្លៃសមរម្យមែនតើទីនេះម្ដងហ្មងអ៊ំ500ចឹងមិនគេហៅផ្សារ500ឈ្មោះក្រៅគេតែឈ្មោះពិតគេផ្សារចំបក់ផ្សារចំបក់ណាបាទចំបក់បងប្អូនណាបើសិនករណីបញ្ហាសង្គ្រាមពិភពលោកអីកើតឡើងសុំមិននៅណាទិញបន្លែ500 1000រូបហើយបងប្អូនអើយហ្នឹងហើយតែមិនដឹងគេចាយលុយទៀតអត់ពេលហ្នឹងហើយមកទិញមកអមបោះអ៊ំអ៊ំលក់មកអមហើយនឹងបងលក់អីគេគេដាក់500ទាំងអស់ដោយសារផ្សារហ្នឹងឈ្មោះផ្សារ500បងស្អីហ្នឹងផ្សារអីគេហើយមិនលក់តែ500ទាំងអស់អញ្ចឹងអូបាទអរគុណច្រើនសួស្តីបងប្អូនរបស់នៅទីនេះភាគច្រើនលក់តម្លៃ500រៀលមូលហេតុដោយបងស្រីនិងអ៊ំអ្នកមីងគាត់និយាយថាដោយសារអ្នកទីនេះអត់សូវចាយលុយច្រើនអញ្ចឹងការកំណត់តម្លៃទំនិញត្រឹមតែ500ទេគឺសម្រាប់លទ្ធភាពបងប្អូនទាំងអស់ដែលអាចទទួលទានបានចែកគ្នាញ៉ាំអញ្ចឹងណាអញ្ចឹងការរស់នៅក្នុងស្រុកនៅក្នុងភូមិស្រុកស្រែចម្ការស្ដាប់ទៅមានសន្តិភាពមែនទែនដោយសារពួកគាត់អាចចាយលុយបានគ្រប់គ្រងថវិកាបាននៅថវិកាមួយចំនួនដែលមិនច្រើនហួសហេតុអញ្ចឹងបើមានសង្គ្រាមអីអាចមកនៅទីនេះបានណាបងប្អូនចាំបងមានអីនិយាយទេអូនឯងនិយាយអស់ហើយមែននិយាយចូលកាមេរ៉ាម៉ែដូចអៀនដល់ហើយនៅក្នុងឡានជេរឯងកោទៅមនុស្សនេះលាក់កំនួយខ្លាំងណាប្រាប់ហើយថានៅក្រៅឲ្យ100បន្ទូអូខេចឹងអរគុណដល់ឧត្តមដែលបានផ្ដល់ឱកាសឲ្យបងបាននិយាយទោះបីបងអត់ចេះនិយាយក៏ដោយអញ្ចឹងណាអត់ចេះនិយាយប៉ុណ្ណឹងហើយបងខ្ញុំឡើងស្ងាត់មាត់ហីអូខេអញ្ចឹងការបង្ហាញអំពីទស្សនភាពនៅក្នុងផ្សារចំបក់ធំហ្នឹងត្រូវបានបញ្ចប់ហើយនឹងមានទស្សនីយភាពនិងទស្សនភាពផ្សេងៗរបស់ខេត្តពោធិ៍សាត់ច្រើនទៀតទៅមកគុណជួបគ្នាវីដេអូក្រោយ